បាទសួស្តីបងប្អូនបាទថ្ងៃនេះក៏បានចាញ់ពីប្រពន្ធដែរបាទបងប្អូនមក best fly មកមកផ្ទះគាត់បាទឃើញផ្លែល្អពេកបងប្អូនអើយហើយជា4-5ថ្ងៃហើយអត់បានមើលព្រោះអីគឺម៉ែក៏ប្រាប់ដែរថាស្វាយផ្លែហើយកូនមកណាមកដែរខ្ញុំព្រោះអីគុំតាំងពីចាប់ដើមក្តឹបគុំប្រាប់ម៉ែថាម៉ែស្វាយនេះធំចាំទៅឲ្យកូនហូបផងក៏បានចាំរហូតដល់ថាជាកន្លះថ្ងៃបានផ្លែប៉ុណ្ណឹងបាទបងប្អូនហើយស្វាយនេះក៏ស្វាយរបស់ម៉ែក្តីទេបាទអត់មានម៉ែបកាទេហ្នឹងហើយបាទបងប្អូនពេលពីដើមទួយទេផ្លែដល់ខំទាល់សិននឹងមិនចប់ហ្នឹងហើយបងប្អូនបានមកដល់ផ្ទះលួចបេះរបស់ម៉ែបាទមកបានជា4-5 ខែដែរបងប្អូនស្វាយហ្នឹងមើលសម្បល់ខោខៀវអត់ដឹងថាទុំទេបងប្អូនវាអត់ដឹងថាទុំបែបម៉េចខ្ញុំអត់ដឹងតែនេះខ្ញុំបេះមកគឺអត់ដឹងថាទុំទេព្រោះវារឹងហើយខៀវដូចស្វាយស្អីខ្ញុំអត់ស្គាល់ដែរហើយដល់ពេលចាត់តាំងក្នុងយ៉ាងបងមិនអីក្រហមសាច់វាបែបលឿងមកលឿងខ្លាំងនេះស្វាយនឹងឆ្ងាញ់បងប្អូនញ៉ាំទៅបែបផ្អែមអត់ជូរបែបជូរតិចដល់ជូរតិចបែបផ្អែមឆ្ងាញ់ហ្នឹងបងផ្អែមឆ្ងាញ់ឈ្ងុយបែបធម្មជាតិដូចមកហើយម៉ែគាត់នៅផ្ទះបងប្អូនដូចស្វាយគាត់មកបាន4-5 ផ្លែដែរខ្ញុំនឹកស្មានថាគេទុំបងប្អូនព្រោះអីខ្ញុំមើលខាងក្រៅដូចវាអត់ទុំវារឹងវាអត់បានចិត្តមើលពីផ្ទះម៉ែមកទេបាទផ្ទះខាងឯងសាក់ចិត្តមើលញ៉ាំតែមើលក្នុងទុំល្អណាស់បងប្អូនតាទុំមិនស្វាយនេះអត់និយាយអត់ខូចទេបាទសាច់វាល្អដែលញ៉ាំទៅឈ្ងុយឆ្ងាញ់ទេក្លិនវាឈ្ងុយមិនតែខ្ញុំអត់ដឹងថាស្វាយនឹងគេហៅឈ្មោះអីអត់បានសួរម៉ែដែរម៉ែថាដាំទូមកប៉ុនក៏ដែរខ្ញុំក្មេងទេស្វាយតែតាមខ្ញុំស្គាល់គេថាស្វាយបោះកំមុំមែនខ្ញុំអត់ដឹងដែរអ្នកស្គាល់បានខមមិនអ្នកមួយផងជួយប្រាប់ពីស្វាយហ្នឹងឈ្មោះអីនេះចិត្តឲ្យបំណង